បងប្រុសម្នាក់នេះគាត់ពិការដៃទាំងសងខាងណាប៉ុន្តែជំនាញធ្វើម្ហូបរបស់គាត់ក៏ពិតជាស្ទាត់ជំនាញមែនទែនណាបងប្អូនគឺគាត់ប្រើប្រាស់ជើងទាំងសងខាងរបស់គាត់ណាហាន់ការ៉ុតហាន់បន្លែអីនេះឡើងញាប់ស្កាសតែម្ដងណាបងប្អូនអញ្ចឹងគាត់ហាន់គោលបំណងរបស់គាត់គឺធ្វើនំគាវណាបងប្អូនប្រជាជនចិនគាត់ចូលចិត្តហូបណានំគាវហ្នឹងអញ្ចឹងគាត់ហាន់ការ៉ុតហើយលាយជាមួយនឹងកញ្ឆាយហើយហ្នឹងបន្ទាប់មកក៏ដាក់គ្រឿងក្រូវឯណាបងប្អូនហើយសមល្មមទៅយើងលៃទៅមើលទៅថាស្នូលវាល្មមឆ្ងាញ់ណាបន្តមកទៀតគាត់ចាប់ផ្ដើមលាយម្សៅបងប្អូនអញ្ចឹងគាត់ប្រើជើងទាំងអស់គាត់មានដៃណាប្រើបើដៃគាត់បកាហើយបងប្អូននេះអញ្ចឹងគាត់ប្រើជើងអញ្ចឹងយើងឃើញគាត់ប្រើជើងអញ្ចឹងមិនមែនជើងគាត់អត់ស្អាតទេណាបងប្អូនអញ្ចឹងគាត់លាងជំរះស្អាតបានហើយបានគាត់យកវាមកធ្វើអញ្ចឹងណាហើយបងប្អូនមើលថ្វីដៃរបស់គាត់នេះមើលគាត់យកជើងគាត់វិចនំគាវបានយ៉ាងស្អាតណាបងប្អូននេះមិនធម្មតាដែរហ្នឹងជើងគាត់ពិតជាស្ទាត់ជំនាញមែនណាបងប្អូននេះមើលនិយាយអាចកម្រើកបានគ្រប់រៀមទាំងអស់ណាទោះបីជាអត់មានដៃក៏ជើងរបស់គាត់នឹងស្ទាត់ដែរបងប្អូននេះណាគាត់វិចនំអីនេះស្អាតដូចយើងវិចដៃអញ្ចឹងណាបងប្អូននេះឃើញនេះស្អាតអស់ទាស់តែម្ដងណាជើងរបស់គាត់ជំនាញរបស់គាត់ដែរណាបងប្អូនបន្ទាប់ពីគាត់វិចរួចរាល់ហើយមើលក្បាច់មើលអីគាត់ក៏ស្អាតដែរឥឡូវគាត់ចាប់ផ្ដើមយកវាទៅដាក់ស្ងោរឲ្យឆ្អិនទៅណាបងប្អូននេះ